អាចក្រោកឡើងបានទេអត់អីទេឱកាសក្រោយទៀតអាកូបេហ្នឹងក៏អត់ទាន់តាណាឆ្ងាយពីទឹកដីនៃប្រជាជាតិកម្ពុជាដែរអញ្ចឹងអាកូបេក៏ទុកឱកាសនេះឲ្យធុនមករាមិនអស់ចិត្តអាចសងសឹកបានហើយយើងខ្ញុំទទួលស្វាគមន៍កីឡាករទាំងពីរឲ្យទូទាត់គ្នានៅពេលក្រោយបន្តទៀតបាទកងជ័យមរៀមទឹកទី1ខ្លាចាស់ធនមករាទៅឆ្វេងស្ដាំពីអាកូបៀលេងចូលពីធនមករាសោយឆ្វេងស្ដាំអត់មានទុកទេទៅហើយហើយកុំភ្លេចថាធនមករាខ្លាចាស់ណាដើរចូលពីអាកូបៀទៅហើយកណ្ដាប់ដៃរបស់អាកូបៀបាក់ពីអូ My God 3ធម្មតាមែន4ទៅហើយ5 9ចប់សពគ្រប់បាត់ទៅហើយអូយ៉ាងម៉េចទៅហើយដោយការរំពឹងទុកមែនអាកូបៀថេរវេលាត្រឹមតែ30វិនាទីស្អែក65គីឡូស្អែកអេអាមរិនផានសពតអត់បញ្ហាយ៉ាអូខេអត់បញ្ហាបងប្អូនសាកសមជាបេក្ខភាពដណ្ដើមខ្សែក្រវ៉ាត់ក្នុងប្រភេទទម្ងន់65គីឡូក្រាមទេបាទឥឡូវហើយផ្ញើរូបភាពនេះជូនកូទីយ៉ារ៉ូដេនគូបាទឥឡូវនេះសូមទស្សនាជាមួយរូបភាព slow motion បន្តិចបងប្អូនលឿនដូចភ្នែកបន្ទោចឹងបាទសូមជួយរូបភាព slow motion ឥឡូវយើងទៅចាប់អារម្មណ៍វិញតើកណ្ដាប់ដៃរបស់អាកូប៊ីកន្លែងណាដែលធ្វើឲ្យធុនមករាមិនអាចតតាំងបានអូយវ័យនេះគេហៅថាវ័យសើចពីខាងក្រោមមកដៃនេះគឺពេញស្អាតមែនទែនកណ្ដាប់ដៃដែលពេញកម្លាំងបឹបរបស់អាកូប៊ីដែលធ្វើឲ្យធុនមករាមិនអាចក្រោកឡើងបានទេអត់អីទេឱកាសក្រោយទៀតអាកូបេហ្នឹងក៏អត់ទាន់តាណាឆ្ងាយពីទឹកដីនៃប្រជាជាតិកម្ពុជាដែរអញ្ចឹងអាកូបេក៏ទុកឱកាសនេះឲ្យធុនមករាមិនអស់ចិត្តអាចសងសឹកបានហើយយើងខ្ញុំទទួលស្វាគមន៍កីឡាករទាំងពីរឲ្យទូទាត់គ្នានៅពេលក្រោយបន្តទៀតកណ្ដាប់ដៃខាងស្ដាំរបស់អាកូបេមិនធម្មតាទេធ្ងន់មែនទែនបាទនេះអ្នកឲ្យទឹកបាទធុនវិស្ណុគាត់មកឲ្យទឹកជាមួយរ៉ាសារាយហើយលើនេះអាកូបៀក៏ប្រហែលជាអាចខ្លាយជាកីឡាករដែលផ្ដាច់គូប្រកួតលឿនជាងគេពេលវេលាប្រហែល3មិញក្រុមការងារ30វិនាទីវ៉ាវ KO of the week អរលោកលោកស្រីនាងកញ្ញាអូសាទរជ័យជំនះកីឡាករកាដូអាកូបៀបាទសូមអរគុណទៅជូកីឡាករអាកូបៀដែលបានចូលរួមប្រកួតបោះបង់ការប្រកួតនៅក្នុងទឹកទី1